ខ្ញុំឈ្មោះស៊ីតាខ្ញុំបានចំណាយពេលតាំងពីខ្ញុំនៅក្មេងមកដើម្បីស្វែងរកអ្នកដែលមានបាបកម្មច្រើនបំផុតបើមានសាសនាពិតនោះហើយមនុស្សលោកនឹងទទួលបានការតបស្នងគឺអាស្រ័យទៅតាមអ្វីដែលគេសាងនៅក្នុងលោកនេះបុគ្គលដែលខ្ញុំកំពុងស្វែងរកនោះពិតណាស់អ្នកនោះនឹងទទួលបានទារុណកម្មនៅក្នុងភ្នូហើយខ្ញុំចង់ធ្វើជាសាក្សីរស់ម្នាក់ចំពោះរឿងនេះអត់ទេបន្តិចទៀតម្នាក់នោះពួកយើងនឹងយកគេទៅកប់នៅក្បែរគ្នាដើម្បីឲ្យប្រកាសបើពិតមែននោះគេនឹងទទួលទរណកម្មមានន័យថាអ្នកដែលយើងនឹងកប់គេនោះក៏ទទួលបាបកម្មដូចគ្នាតើគេនោះជានរណាទេគេជាបុគ្គលអាក្រក់បំផុតតាមអ្វីដែលខ្ញុំដឹងអ្នកជាមនុស្សដែលលេងសើចជាមួយសាសនាតើគិតយ៉ាងម៉េចបើសាសនានោះគឺជារឿងពិតចង់លេងសើចជាមួយសាសនាមែនទេចង់ខ្លាចជាស្មើគ្មានសាសនាបើមិនយល់ពីសាសនាកុំនិយាយតែតទៅសាសនានាងធ្វើបែបនេះឈួតហើយខ្ញុំនេះគឺជាមនុស្សដែលមិនជឿលើរឿងអបិយជំនឿមានមនុស្សច្រើនណាស់ដែលខឹងសម្បានឹងនាងថ្ងៃនេះជំនុំជម្រះជាថ្ងៃនៃទរណកម្មក្នុងនរោយើងមិនដឹងថាពេលណាទីប៉ុន្តែនៅក្នុងពិភពនៃភ្នូវាអាចខ្លាចជាការពិតសម្រាប់អ្នកថ្ងៃស្អែកឬថ្ងៃនេះវណ្ណកម្មនៅក្នុងភ្នូ